ទៀតគឺសម្រាប់ប្រាសាទអត់ដែលឃើញសោះប្រាសាទណាដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះព្រហ្មតែមួយអង្គគត់បើសិនសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនមកប្រាសាទមួយទៀតហើយដែលពុកម៉ែបងប្អូនមួយចំនួនថៃជាធ្លាប់មកលេងហើយក៏ប៉ុន្តែក៏នៅតែមានពុកម៉ែបងប្អូនមួយចំនួនគឺអត់ដែលមកលេងដូចគ្នាអញ្ចឹងខ្ញុំនឹងមកនិយាយអំពីប្រវត្តិមួយចំនួនពាក់ព័ន្ធជាមួយនឹងប្រាសាទនៅខាងក្រោយខ្ញុំនេះបងប្អូនទីមើលប្រាសាទឈ្មោះអីគឺប្រាសាទធម្មនន្ទពុកម៉ែបងប្អូនទាំងអស់គ្នាហើយតមុខប្រាសាទចៅសាយទេវតានឹងឯងប្រាសាទធម្មនន្ទនេះគឺកសាងឡើងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី2នៅកំឡុងសតវត្សទី12បងប្អូនហើយមិនមែនកសាងឡើងដោយព្រះរាជាទេគឺកសាងឡើងដោយព្រាហ្មណ៍តែខ្ញុំអត់ចាំឈ្មោះព្រាហ្មណ៍ទេណាពុកម៉ែបងប្អូនអធិស្ឋានតាំងពីសម័យរបស់ព្រះបាទសូរ្យវរ្ម័នទី2គឺទ្រង់មានជាការសំយោគសាសនាពុទ្ធសាសនាជាមួយនឹងព្រហ្មញ្ញសាសនាចូលគ្នាដល់ពេលអញ្ចឹងទៅគឺប្រទេសយើងគឺមានអរិយធម៌រុងរឿងខ្លាំងមែនទែនសូម្បីតែប្រាសាទធម្មនន្ទនេះគឺគេនិយាយថាកសាងឡើងដើម្បីគោរពទៅលើព្រហ្មញ្ញសាសនានិកាយព្រះវិស្ណុក៏ដោយក៏ប៉ុន្តែខ្ញុំស្ដាប់បុរាណវិទូគាត់និយាយគឺនៅខាងក្រៅនេះគឺមានចាជារឿងព្រះវេស្សន្តរដែលបង្ហាញពីលក្ខណៈពុទ្ធសាសនាបងប្អូនលើកដែរមួយចំនួនក៏មានចាជាលក្ខណៈរឿងនៅក្នុងនិកាយព្រះឥសូរដែរបងប្អូនខ្លោងទ្វារដែលខ្ញុំឡើងមកនេះគឺជាខ្លោងទ្វារខាងកើតបងប្អូនប៉ុន្តែពេលដែលយើងជិះម៉ូតូជិះឡានមកគឺយើងឈប់ម៉ូតូនៅខាងច្រកខាងនោះហើយយើងដើរចូលតាមច្រកខាងត្បូងបងប្អូនខ្ញុំសុំសួរមួយមកបងប្អូនដែលធ្លាប់ឃើញប្រាសាទណាដែលថាគេកសាងឡើងដើម្បីគោរពទៅលើព្រះព្រហ្មណាព្រះព្រហ្មតែមួយអង្គគត់ណាដែលឃើញអត់ដូចរបៀបថាបើសិនជាយើងមើលទៅលើអង្គរវត្តគឺកសាងឡើងហើយនិកាយព្រះវិស្ណុហើយមានប្រាសាទបកោមានប្រាសាទអីគឺខាងនិកាយព្រះឥសូរអញ្ចឹងទៅក៏ប៉ុន្តែពុកម៉ែបងប្អូនដែលឮគេនិយាយថាមានប្រាសាទដែរណាដែលកសាងឡើងដើម្បីគេហៅថាគោរពទៅលើនិកាយព្រះព្រហ្មអត់ខ្ញុំគឺខ្ញុំមិនដែលឃើញទេបងប្អូនហើយកន្លែងហ្នឹងគឺមានរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងទៀតបើមិនជាបងប្អូនអត់ដឹងទេតាមទេវកថាបណ្ឌិតព្រះព្រហ្មគឺធ្លាប់មានមុខ5បងប្អូនក៏ប៉ុន្តែយើងឃើញសពថ្ងៃហ្នឹងព្រះព្រហ្មគឺនៅសល់តែមុខ4ទេត្រូវអត់បងប្អូនហើយខ្ញុំដើរមកខាងក្នុងសិនចាំមើលតិចទៀតខ្ញុំដើររកកន្លែងអង្គុយស្រួលបួសហើយខ្ញុំនឹងនិយាយពីទេវកថារបស់តេនឌីមួយចំនួនប្រាប់ទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអូយខាងលើនេះស្អាតណាបងប្អូននេះឮអ្នកបុរាណវិទូគេនិយាយថាប្រាសាទនេះទំនងជាកសាងអត់ទាន់ហើយទេហើយប្រាសាទតាំងពីសម័យមុនណាបងប្អូនគឺកម្រមានប្រាសាទណាដែលកសាងឡើងហើយ100%ណាសូម្បីតែប្រាសាទអង្គរវត្តយើងក៏កសាងឡើងអត់ទាន់ហើយ100%ហ្មងដែរតាមពិតពុកម៉ែបងប្អូនទាំងអស់គ្នារូបបដិមាដែលខ្ញុំកំពុងតែថតឲ្យពុកម៉ែបងប្អូនមើលនេះគឺអាចថាគេកសាងឡើងក្រោយទេនៅក្នុងសម័យរាជវង្សរបស់តែសពអែមដល់ពេលមិនមែនកសាងឡើងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី2ទេហើយយើងឃើញថាមានការបាត់ប្រកេះហើយជាមួយនឹងព្រះហស្ថអស់ច្រើនគឺដោយសារតែកត្តាផ្សេងកត្តាសង្គ្រាមកត្តាអីចឹងទៅបងដឹងអត់ការប្រើប្រាស់លេនៅពេលដែលយើងចេញទៅក្រៅលេការពីក្រៅថ្ងៃបងប្អូនមិនមែនធំតែធ្វើឲ្យស្បែករបស់យើងនឹងអត់ឡើងអាចរុយអត់ឆាប់ជ្រឿជ្រួញអត់ស្ងួតទេថែមទាំងជួយការពារស្បែកយើងពីជំងឺមហារីកស្បែកផ្សេងទៀតក៏ប៉ុន្តែយើងត្រូវប្រកាសច្បាស់ថាលេដែលយើងលាបនេះគឺមានស្តង់ដារមានការផលិតត្រឹមត្រូវហើយមិនប៉ះពាល់ដល់សុខភាពស្បែកយើងនៅថ្ងៃក្រោយជាពិសេសគឺมันមានជាតិអាល់កុលហើយមានភាពស្ដើងដើម្បីឲ្យយើងអាចលាបជារៀងរាល់ថ្ងៃបានលេដែលលាបហើយគឺមិនប៉ះពាល់ដល់សុខភាពយើងថ្ងៃក្រោយហ្នឹងគឺមិនមែនជាលេដែលលាបភ្លាមសភ្លាមឬគឺយើងទាមទារឲ្យមានការលាបជាប្រចាំដើម្បីការពារសុខភាពស្បែករបស់យើងជាលេរបស់កូនខ្មែរយើងរបស់ local brand ដែលមានឈ្មោះថាអាយតានេះបងប្អូនគាត់ក៏មានលេយប់ដែរពេលដែលយើងទៅដល់ផ្ទះវិញគឺយើងអាចលាបលេយប់ដើម្បីផ្ដល់សំណើមបន្ថែមបានបងប្អូនដែលចង់បានលេដែលជា brand local brand របស់កូនខ្មែរយើងដែលខ្ញុំកំពុងកាន់នេះគឺអាចតាក់ទងទៅកាន់ page នៅខាងក្រោមនេះបានឥឡូវខ្ញុំនឹងមកនិយាយអំពីប្រវត្តិមួយចំនួនពាក់ព័ន្ធជាមួយនឹងព្រហ្មញ្ញសាសនាម្ដងគឺគេហៅថាទេវកថាព្រហ្មញ្ញសាសនាបងប្អូនខ្ញុំបានប្រាប់បងប្អូនថាព្រះព្រហ្មដើមឡើយគឺមានមុខដល់ទៅ5ត្រូវអត់ក៏ប៉ុន្តែក្រោយមកនៅសល់តែ4ទេសម្រាប់ប្រាសាទអត់ដែលឃើញសោះប្រាសាទណាដែលកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះព្រហ្មតែមួយអង្គគត់បើសិនជាមានព្រះព្រហ្មគឺត្រូវតែមានព្រះវិស្ណុត្រូវតែមានព្រះឥសូរមកគឺអត់អាចមានព្រះព្រហ្មតែឯងទេអញ្ចឹងអាហ្នឹងគឺយើងចាប់ផ្ដើមឡើងតាំងពីសម័យកាលយូរមកហើយដែលពេលហ្នឹងគឺព្រះវិស្ណុដែលពេលហ្នឹងគឺទ្រង់បានតម្រាតខ្លួនទៅលើនាគដែលនាគហ្នឹងមានឈ្មោះថានាគអនន្តៈក៏មានគេថាផ្កាឈូកដុះចេញពីផ្ចិតពោះរបស់ទ្រង់នាគគឺដុះឡើងមកលើហើយនៅក្នុងផ្កាឈូកហ្នឹងគឺមានអាទិទេពមួយទៀតដែលគេហៅថាព្រះព្រហ្មបងប្អូនមានទេវកថាច្រើនមែនតើដែលនិយាយពីការកកើតឡើងនៃព្រះព្រហ្មហ្នឹងអ្នកខ្លះថាព្រះព្រហ្មគឺកើតឡើងដោយខ្លួនឯងអ្នកខ្លះថាព្រះសិវៈជាអ្នកបង្កើតព្រះព្រហ្មហើយអ្នកខ្លះថាព្រះវិស្ណុគឺជាអ្នកបង្កើតព្រះព្រហ្មចឹងថ្ងៃហ្នឹងខ្ញុំនឹងលើកយករឿងដែលគេនិយាយថាព្រះវិស្ណុជាអ្នកបង្កើតព្រះព្រហ្មពេលអញ្ចឹងទៅព្រះព្រហ្មហ្នឹងក៏ប្រសូតឡើងមកហើយគឺ
mưa ọt khơi tê tha vì nà cái chỉ nè bạc cát khuôn ấy cứ ọt đằng tê hết ngọt khang mền tên đọc bình trong tới cứ phơi đầm nở cho tam to ca chụp nước cho tới là hốt ọt rọp pon nằm làm bay xoay rọc nè đại bàn bằng cát khuôn có bàn tay rọc ọt khơi nhỉ trong cái bẹp rống có ban tập màu vinh cho tới khung ca chụp nâng vinh hai nó về cho tới đó khung ca chụp nâng tới cứ sùng lăng tới lớp khơi tầm mệt ọt ban sùng lăng mưa cào tê hai cắt tha khuôn ấy cứ chỉ nè đại bằng cát lồ khuôn ấy cứ chỉ đặt cả tì tép chẳng á ọt cắt tha tam bát tớiព្រះនរាយឬក៏ព្រះវិស្ណុទេដែលជាអ្នកបង្កើតទ្រង់បន្ទាប់ពីចេញពីផ្កាឈូកមកទៅក៏ឃើញថាមានព្រះវិស្ណុដែរវិស្ណុក៏បាននិយាយទៅកាន់ព្រះព្រហ្មនឹងថាខ្លួនឯងគឺជាអ្នកដែលបង្កើតព្រះព្រហ្មនឹងក៏ប៉ុន្តែព្រះព្រហ្មនឹងអត់ជឿទេទ្រង់ថាសំអាងអីដែលថាខ្លួនឯងនឹងគឺជាអ្នកបង្កើតព្រះព្រហ្មដល់ពេលអញ្ចឹងទៅប្រកែកគ្នាចុះឡើងពេញនឹងក៏មានតសភ្លើងមួយគឺផុសចេញពីមុខអ្នកទាំងពីរនឹងដែលតសភ្លើងនឹងគឺធំហើយវែងខ្លាំងមែនតើហើយឆេះរោរាគេហៅថាគ្មានទីបញ្ចប់បងប្អូនគឺវែងដែលយើងអាចមើលឃើញទីបញ្ចប់របស់តសភ្លើងនឹងទេសភ្លើងនឹងគឺតំណាងឲ្យព្រះសេវៈបងប្អូនគឺព្រះឥសូរព្រះសេវៈព្រះឥសូរដូចគ្នាទេនឹងក៏ឮសំឡេងចេញពីសសរភ្លើងនឹងថាអ្នកដែលអាចរកទីបញ្ចប់នៃតសភ្លើងនេះបានគឺជាអ្នកដែលបង្កើតលោកពេលហ្នឹងទាំងព្រះព្រហ្មទាំងព្រះវិស្ណុហ្នឹងគឺចាប់ផ្ដើមមួយទៅលើមួយទៅក្រោមស្វែងរកទីបញ្ចប់នៃតសភ្លើងហ្នឹងទីទេពទាំងពីរគឺទ្រង់រកអស់យូរខ្លាំងមែនតើចុងក្រោយព្រះវិស្ណុទ្រង់ក៏បានចោះចាញ់ហើយក៏ត្រឡប់មករកសសភ្លើងហ្នឹងវិញមកនិយាយជាមួយតសភ្លើងហ្នឹងវិញថាខ្លួនសូមចោះចាញ់ហើយគឺអត់អាចរកឃើញទីបញ្ចប់នៃសសភ្លើងនេះបានទេតែសម្រាប់ព្រះព្រហ្មវិញតាមផ្លូវហ្នឹងគឺទ្រង់បានក្តិចគេហៅថាផ្កាកេះណាអ្នកនរគ្នាទ្រង់បានកាច់អាផ្កាកេះហ្នឹងមកហើយក៏មកឲ្យព្រះសេវៈឬក៏តសភ្លើងហ្នឹងមើលទៅគឺបានប្រាប់ថាខ្លួនឯងបានរកឃើញទីបញ្ចប់នៃសសរភ្លើងនឹងហើយដែលមានផ្កាកេះនេះគឺជាស័ក្តិសិទ្ធិវិស្ណុគឺទ្រង់ចោះចាញ់ឯងព្រោះដោយសារតែទ្រង់ទទួលស្គាល់ការពិតថាទ្រង់អត់អាចរកឃើញទីបញ្ចប់ទេមានតែព្រះព្រហ្មទេដែលទ្រង់គេថាទ្រង់កុហកសសរភ្លើងនឹងពេលហ្នឹងសសរភ្លើងនឹងគឺតំណាងឲ្យព្រះសេវៈគឺបានកាត់ក្បាលខាងលើរបស់ព្រះព្រហ្មនឹងដាច់បាត់ទៅហើយអញ្ចឹងទៅបានយើងឃើញថាព្រះព្រហ្មឥឡូវគឺយើងឃើញមានតែមុខ4ទេពីដើមឡើយគឺគេនិយាយថាព្រះព្រហ្មមានមុខដល់ទៅ5ព្រះសេវៈឬក៏ព្រះឥសូរនេះគឺទ្រង់បានដាក់បណ្ដាសាឲ្យព្រះព្រហ្មថាចាប់ពីថ្ងៃហ្នឹងទៅគឺព្រះព្រហ្មនឹងគ្មានទីជម្រកនៅហើយគ្មានអ្នកដែលគ្រប់អញ្ចឹងទៅពីហ្នឹងផ្កាកេះដែលព្រះព្រហ្មទ្រង់បានយកមកបោកព្រះសេវៈហ្នឹងគឺត្រូវបានព្រះសេវៈលែងឲ្យមនុស្សយកទៅគេហៅថាគ្រប់បូជាលែងឲ្យថ្វាយផ្កាកេះនឹងជាដង្វាយដល់ព្រហ្មញ្ញសាសនាហើយសង្កេតឃើញថាប្រាសាទគឺអត់មានប្រាសាទណាដែលកសាងឡើងតែមួយហើយគ្រប់ទៅលើព្រះព្រហ្មទេគ្រប់តែមួយអង្គឯងគឺអត់មានអត់ដែលឃើញបងប្អូនបើសិនជាឃើញអាចជួយខមមិនប្រាប់ខ្ញុំបានខ្ញុំអាចនឹងទៅលេងអញ្ចឹងណាបងប្អូនជាប្រាសាទហ្នឹងកសាងឡើងដើម្បីគ្រប់ទៅលើព្រះព្រហ្មគឺត្រូវតែមានព្រះវិស្ណុហើយជាមួយនឹងព្រះឥសូរហើយចំពោះប្រាសាទដែលកសាងឡើងដើម្បីគ្រប់ទៅលើគេហៅថាអតិទេពត្រៃមូតិហ្នឹងគឺយើងឃើញថាប្រាង្គមួយដែលគេទុកសម្រាប់ឧទ្ទិសដល់ព្រះព្រហ្មហ្នឹងគឺធ្វើទូចជាងគេសម្រាប់ព្រះវិស្ណុវិញគឺព្រះឥសូរទ្រង់បាននិយាយថាមនុស្សណាដែលគ្រប់ប្រតិបត្តិទៅលើព្រះវិស្ណុគឺប្រៀបដូចជាគ្រប់ទៅលើព្រះឥសូរអញ្ចឹងគឺមានន័យថាតាំងខ្លួនស្មើគ្នាមករឿងព្រហ្មញ្ញសាសនាដែលខ្ញុំចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងទៀតតាមពិតខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងរឿងព្រះកាមទៀតក៏ប៉ុន្តែខ្ញុំឃើញថាវីដេអូនេះវែងដែរបងប្អូនអញ្ចឹងចាំស្ដាប់នៅក្នុងវីដេអូក្រោយតែហ្មងទៅហើយអញ្ចឹងពុកម៉ែបងប្អូនវីដេអូដែលខ្ញុំបាននាំពុកម៉ែបងប្អូនមកមើលភាសាធម្មមនុស្សនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនជីពីពេញជីពីមកមានពេលអីអាចសាកចូលមកឈៀងលេងបានព្រោះថាភាសានេះក៏ស្អាតដែរអញ្ចឹងខ្ញុំអត់មាននិយាយទៀតទេបងប្អូនចាំជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ